បាទសួស្តីបងប្អូនថ្ងៃនេះបាទឃើញថាក្បាលវីដេអូមកមានការកំសាន្តបាទមានអង្គខ្យងបាទដូចជាសបាយណាស់បាទអញ្ចឹងនេះជាសកម្មភាពដែលខ្ញុំនាំក្មេងៗបាទទៅដំណើរកំសាន្តនៅចំការហើយនិងនៅស្រែរបស់ខ្ញុំបាទអញ្ចឹងបាទនេះជាបាទក្បាលដំបងមកនេះជាការធ្វើដំណើររបស់ពួកយើងបាទទៅកាន់វាស្រែមុនគេបាទយើងទៅខាងវាស្រែមុនបន្ទាប់មកបានទៅចំការក្រោយបាទអញ្ចឹងបន្ទាប់ពីជួបជុំគ្នាហើយបាទយើងក៏នាំគ្នាចុះបាទទៅវាស្រែបាទដែលនៅតាមបន្លាយវាស្រែហ្នឹងបាទមានទឹកមានអីចឹងទៅមើលក្តាមមើលខ្យងចឹងទៅបាទមានត្រីមានអីចឹងទៅពួកគាត់បាទរៀនចាប់រៀនរកត្រីរៀនរកក្តាមខ្យងចឹងទៅបាទនេះនៅក្នុងដៃរបស់ខ្ញុំមានបាទខ្យង2 3ហើយបាទខ្យងយើងនេះជាខ្យងស្រែបាទហើយនៅមានខ្យងគេហៅថាខ្យងបឹងទៀតបាទរកបានខ្យងបឹងទៀតបាទហើយបន្ទាប់ពីបាទជូនពួកគាត់បាទឲ្យរៀនចេះរកខ្យងរកក្តាមអីចឹងឲ្យស្គាល់បាទទីតាំងចឹងហើយបាទយើងបាទចាប់ផ្ដើមយកថង់យកអីដាក់បាទអញ្ចឹងនេះគាត់សកម្មភាពគាត់រាវហើយបាទរាវហើយបានខ្លះហើយបាទហើយទៅមុខទៀតបានយើងបានខ្យងរឿងធំបាទយើងហៅថាខ្យងបឹងហើយខ្យងនេះខ្យងតូចតូចយើងទៅមុខទៀតមានជួបស្រះទឹកបាទណាយើងទៅមានស្រះទឹកមានបន្លាយអីទឹកធំចឹងទៅមានខ្យងហ្នឹងរឿងធំដែរបាទនៅពួកគាត់ដើរទៅដល់នោះហើយបាទខ្ញុំដើរតាមក្រោយបាទនេះតាមបន្លាយហ្នឹងហើយជាពិសេសហ្នឹងយប់មិញនេះគឺមានភ្លៀងមួយមេធំទៀតបាទអញ្ចឹងទៅធ្វើឲ្យមានទឹកច្រើនបាទហើយគាត់រកបានខ្យងខ្ទង់ជា2គីឡូអីដែរបាទប្រហែលជា2គីឡូបាទហើយនេះយើងចាប់ផ្ដើមអាំងបាទនេះហើយគាត់បាទអាំងបកសបកអញ្ចឹងហើយបានដាក់ទឹកម្រេចបាទនេះដាក់ទឹកម្រេចចូលហើយបើនិយាយពីរសជាតិវិញបាទគឺបាទរសជាតិបែបស្រុកស្រែបាទយើងអ្នកចូលចិត្តញ៉ាំខ្យងញ៉ាំក្តាមញ៉ាំបាទត្រីស្រែហ្នឹងគឺស្គាល់ហើយបាទរសជាតិគឺឆ្ងាញ់បាទឆ្ងាញ់តាមបែបយើងស្រុកស្រែបាទដែលយើងអត់មានម្ហូបអាហារអីច្រើនមានតែខ្យងអាំងអីហ្នឹងបាទក៏ឆ្ងាញ់ដែរហើយយើងអត់មានដាក់បាយអីទៅទេបាទគឺយកមីកំប៉ុងបាទទៅស្រុះម្នាក់មួយកំប៉ុងអញ្ចឹងតែម្ដងបាទព្រោះយើងដាក់បាយដាក់អីទៅវាពិបាកអញ្ចឹងសុំនេះហើយនេះខ្ញុំបានភ្លក់មុនគេគឺពួកគាត់បាទសប្បាយចិត្តមែនតើបាទសប្បាយរីករាយបានអាំងខ្យងបាំងអីអញ្ចឹងគាត់អត់សូវដែលបានជួបទស្សនវិជ្ជាបែបនេះបាទនេះពួកគាត់ឥឡូវនេះយើងមកចំការហើយបាទវីដេអូនេះគឺយើងមកដល់ចំការហើយយើងអាំងបាទខ្យងបាទយើងអាំងខ្យងហើយក៏គាត់ទំនេរហ្នឹងក៏ចុះហែទឹកលេងអញ្ចឹងទៅបាទហើយនេះគឺជាការសប្បាយរីករាយបាទតែប៉ុណ្្នឹងទេវីដេអូយើងគឺបាទជាចុងក្រោយហ្នឹងគឺមានតែបាទអរគុណបាទបងប្អូនដែលបានទស្សនាវីដេអូនេះបាទយើងសូមបញ្ចប់វីដេអូនេះបាទសូមអរគុណ